ដឹងតែខ្លួនឯងនឹងចូលចិត្តធ្វើបង្អែមដែរប៉ុន្តែអាប្រដាប់វាយពងទានឹងទិញដែរបានទេបងប្អូន ចុះទៅភូមិនឹងតែអត់មានរហូតអត់មានគឺតាមតាណាហើយល្ពៅនេះទិញមកទុកយូរបងប្អូនទិញទុកតាំងពីខ្ចីរហូតដល់ចាស់ហើយមានគ្រាប់ច្រើនទៀតណាសល់ពូជគ្រាប់ដាក់ដាំទៀតហើយសង្ខ្យាល្ពៅនេះគឺដំបងឡើយនេះខ្ញុំវាយពងទាតែ2គ្រាប់ទេគិតថាយើងធ្វើច្រើនពេកខ្លាចវាលើសក្នុងប្រហោងល្ពៅហ្នឹងគិតថាល្ពៅហ្នឹងទូចមានណាអត់គ្រប់ហ្នឹងបងប្អូនថែមពងទាមួយគ្រាប់ទៀតហើយខ្ទិះដូងគឺនេះខ្ញុំដំបងឡើយចាក់បន្តិចទេដល់ពេលរួចទៅនៅនេះសល់ប្រឡោះហ្នឹងក៏ថែមទៀតទៅហើយនេះខ្ញុំអត់បានប្រើស្ករទេគឺប្រើទៅដោះគោខាប់បងប្អូនមិនមែនដាក់មកកូនចានកន្លះចានប៉ុណ្ណឹងឯណាថែមទៀតព្រោះយើងភ្លក់មើលទៅវាស្ទើរផ្អែមហ្មងចង់រសជាតិគឺចង់និយាយថាយើងស្រឡាញ់ផ្អែមដាក់ផ្អែមមកច្រើនទៅហើយរឿងបង្អែមបើអត់អំបិលទេគឺអត់ចាប់ជាតិគ្នាទេបងប្អូននេះរួចរាល់ហើយបន្ទាប់ពីចំហុយ2-3ម៉ោងមក